ទី8សេរីភាពសេដ្ឋកិច្ចប្រជាពលរដ្ឋគឺជាម្ចាស់កម្មសិទ្ធិទៅលើទ្រព្យសម្បត្តិដែលខ្លួនមានគាត់មានផ្ទះមានដីប្រកបរបរធ្វើការងារស្រែចម្ការមានសិទ្ធិនៅក្នុងការប្រកបការងាររបររកស៊ីផ្សេងៗទៅតាមចំណង់ចំណូលចិត្តរបស់គាត់ទៅតាមលទ្ធភាពរបស់គាត់អញ្ចឹងរដ្ឋាភិបាលគេហៅថាមានកាតព្វកិច្ចក៏លក្ខណៈឲ្យមានសេដ្ឋកិច្ចគេហៅថាទីផ្សារសេរីអញ្ចឹងផ្ដល់លទ្ធភាពទៅឲ្យប្រជាពលរដ្ឋនៅក្នុងការប្រកបការងាររកស៊ីទៅឯកទៅតាមសមត្ថភាពនិងលទ្ធភាពរបស់ខ្លួនទៅតាមចំណង់ចំណូលចិត្តបើសិនជាប្រជាពលរដ្ឋមានសិទ្ធិនៅក្នុងការប្រកបការងាររកស៊ីទេគឺមិនអាចធានាបាននៅសេដ្ឋកិច្ចសម្រាប់គ្រួសារនិងសង្គមជាតិបានទេបាទធានាដើម្បីឲ្យមានការរីកចម្រើននៅក្នុងប្រទេសប្រជាពលរដ្ឋគាត់មិនអាចរកស៊ីអីបានក៏អត់កើតដែរប៉ុន្តែការប្រកបរបររកស៊ីក៏វាត្រូវតែផ្អែកទៅតាមច្បាប់ដែរបាទអ្វីដែលច្បាប់គុំហាមគាត់ឬក៏ធ្វើអីផ្សេងៗដែលច្បាប់មិនអនុញ្ញាតក៏វាអត់កើតដែរបាទអញ្ចឹងកន្លែងកុំឲ្យចាប់ចម្រិតគាត់ទេក៏អត់កើតដែរមានថាគាត់រកស៊ីរបរតិចតួចបានមកគាត់ទៅចំឆ្នាំងបាយប្រចាំថ្ងៃនោះគឺយើងទៅចម្រិតឲ្យគាត់ថាបំពេញលក្ខខណ្ឌផ្លូវច្បាប់ឬក៏ទៅចម្រិតទាមពីគាត់ទៅលើផលរបររបស់គាត់ក៏អត់កើតរូបការទី9យន្តការទប់ស្កាត់ការប្រើអំណាចដោយរំលោភបាទអញ្ចឹងនៅក្នុងប្រទេសប្រជាធិបតេយ្យនេះមិនអនុញ្ញាតឲ្យមន្ត្រីរាជការឬក៏ថ្នាក់ដឹកនាំប្រើអំណាចរបស់ខ្លួនខុសច្បាប់មិនថាថាខ្លួនធំទៅធ្វើបាបរំលោភបំពានទៅលើអ្នកទូនខ្សោយទៅលើប្រជាពលរដ្ឋនេះយកអំណាចយកទូនាទីរបស់ខ្លួនទៅប្រើប្រាស់នៅក្នុងផ្លូវខុសគឺអត់មានទេយ៉ាងហើយបានជាមានយន្តការដើម្បីទប់ស្កាត់ការប្រើអំណាចខុសច្បាប់នេះបង្កើតឲ្យមានការត្រួតពិនិត្យគ្នារវាងស្ថាប័នមួយទៅស្ថាប័នមួយជាពិសេសយន្តការប្រើប្រាស់នៅតុលាការឯករាជ្យនេះដើម្បីដាក់ទោសទៅលើអ្នកដែលប្រព្រឹត្តខុសច្បាប់ទៅលើមន្ត្រីដែលប្រើអំណាចរំលោភច្បាប់ទីឲ្យមានតុលាការមួយឯករាជ្យឬក៏មានការត្រួតពិនិត្យគ្នាទៅវិញទៅមករវាងស្ថាប័នមួយទៅស្ថាប័នមួយក្នុងការបែងចែកអំណាចដាច់ពីគ្នារវាងអំណាចនីតិបញ្ញត្តិបាទអំណាចនីតិប្រតិបត្តិនិងអំណាចតុលាការអញ្ចឹងខាងអំណាចនីតិប្រតិបត្តិខាងរដ្ឋាភិបាលគាត់អ្នកអនុវត្តច្បាប់ក៏សាងអនុវត្តទៅខាងនេះទៅខាងនីតិបញ្ញត្តិគាត់ទៅពីប្រសិទ្ធិបាទគាត់ជាអ្នកអនុបង្កើតច្បាប់អនុម័តច្បាប់គាត់ធ្វើខាងច្បាប់ចឹងទៅខាងតុលាការគាត់ខាងអ្នកកាត់ក្តីគឺគាត់ទទួលខុសត្រូវទៅលើទូនីតិភារកិច្ចរបស់គាត់ចឹងទៅហើយអ្វីដែលសំខាន់គឺឲ្យឯករាជ្យបើតុលាការមិនឯករាជ្យទេមន្ត្រីមួយចំនួនគាត់អាចថាប្រើប្រាស់អំណាចរបស់គាត់ទៅរំលោភបំពានទៅលើអំណាចតុលាការពួកអីក៏អត់ខាតមិនមែនតែតុលាការទេដែលត្រូវឯករាជ្យមន្ត្រីរាជការគ្រប់ជាន់ថ្នាក់កងកម្លាំងបដាអាវុធត្រូវអភិជាក្រិតនៅក្នុងសង្គមជាធិបតេយ្យអត់មានយកអំណាចទូនាទីរបស់ខ្លួនទៅប្រើប្រាស់នៅក្នុងផ្លូវខុសឬក៏ទៅរំលោភបំពានធ្វើបាបប្រជាពលរដ្ឋអ្នកទូនខ្សោយឬក៏មានការរើសអើងទៅលើនយោបាយមន្ត្រីរាជការកងកម្លាំងបដាអាវុធនេះគឺជារបស់រដ្ឋទូនាទីបម្រើការងារនិងការពារប្រទេសជាតិមិនមែនជារបស់បុគ្គលណាម្នាក់មិនមែនជារបស់បកណាមួយទេក្រុមណាមួយទេអញ្ចឹងត្រូវការឯករាជ្យអភិជាក្រិត